ជំរាបសួរលោកតាលោកយាយពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានគាថាស្នេហ៍មួយទៀតគឺជាគាថាស្នេហ៍សារកាដែលនាំយកមកបង្រៀនពុកម៉ែមីងមានិងបងប្អូនទាំងអស់គ្នាមុននឹងចូលទៅដល់គាថានោះសូមពុកម៉ែមីងមាទាំងអស់គ្នាជួយ Subscribe ទៅលើ YouTube របស់ខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាច្រើនទៀតនិងដើម្បីបង្ហាញទៅលើគាថាល្អៗនិងឲ្យខ្ញុំបាទមានទឹកចិត្តនៅក្នុងការស្វែងរកគាថាល្អៗដើម្បីយកមកបង្ហាញបន្តទៀតនៅក្នុងគាថានេះគឺជាគាថាស្នេហ៍សារកាដែលយើងខ្សែផ្សោតសម្រាប់ទៅលើកមួនយើងខ្សែផ្សោតទៅលើសូត្រដាក់ទៅលើកមួនទឹកអប់ប្រេងច័ន្ទទឹកមុនហើយយើងយកមកលាបខ្សែផ្សោតហើយយើងយកមកលាបហើយយើងបួងសួងទៅយើងធ្វើដំណើរទៅណាទៅណីមានអ្នកស្រឡាញ់នឹងរាប់អានមានគេអាណិតគេស្រឡាញ់គេចូលចិត្តយើងជាច្រើនអញ្ចឹងគាថានេះខ្លាំងពូកែបើសិនមកជាពុកម៉ែមីងអ៊ំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាប្រតិបត្តិគោរពទៅតាមជាប់កប់គួនល្អអាហ្នឹងគឺខ្លាំងពូកែហើយគាថាហ្នឹងគឺគេដំណំហាមហូបទៅលើសាច់ឆ្កែផ្លែស្ពឺផ្លែឃ្លោកគេអត់ឲ្យហូបទេបើសិនជាយើងរៀនអ្នកដែលយើងរៀនគាថាហ្នឹងគឺគេអត់ឲ្យហូបទេដោយសារតែយើងញ៉ាំឬក៏យើងបរិភោគទៅវាអាចឲ្យគាថាឬក៏មន្តអាគមដែលយើងរៀនហ្នឹងវាសាបសូន្យណាអញ្ចឹងយើងអត់ហូបបរិភោគទាំងអស់ហ្នឹងទេគឺហាមដាច់ខាតហើយដើម្បីឲ្យគាថានឹងបកកែយើងត្រូវតែអាសាឲ្យធុកទៅលើថ្ងៃសិលហើយអាសាបូជាទៅលើផ្លែឈើផ្កាមានទឹកអប់បាញ់ទឹកអប់ផ្កាហើយឲ្យធុករៀងរាល់ថ្ងៃសិលបូជារៀងរាល់ថ្ងៃសិលទៅហើយគោរពបូជាទៅដូចយើងសលេងកវត្តចឹងនៅពេលដែលយើងអាសាឲ្យធុកអាសាបូជាអាសាបួងសួងនោះគេនឹងតាមថែរក្សាហើយគាថាដែលយើងខំប្រឹងរៀនហ្នឹងក៏ខ្លាំងពូកែស័ក្តិសិទ្ធទៅតាមដែលយើងប្រតិបត្តិរៀងរាល់ថ្ងៃសិលឬក៏រាល់ថ្ងៃដែរហើយគាថានេះយើងរៀនរាល់ថ្ងៃទៅធ្វើម៉េចសូត្រទៅធ្វើម៉េចឲ្យចាំមាត់ទិញទៅឲ្យចាំឲ្យចងចាំឲ្យចាំពេលយើងខ្សែសូត្រទៅធ្វើម៉េចឲ្យចាំកុំបែកបើនៅពេលដែលយើងបែកបើការសូត្ររបស់យើងវាអត់មានប្រសិទ្ធភាពទេវាអត់មានប្រសិទ្ធភាពvì sao đểយើងសូត្រទៅវាបែកបើអញ្ចឹងធ្វើម៉េចទិញរាល់ថ្ងៃឲ្យចាំបានល្អទៅប្រតិបត្តិរាល់ថ្ងៃទៅទិញឲ្យចាំទៅយើងមានផ្លែផ្កាអ្វីក៏ដោយគឺតើយើងតែអាសាទិញអាសាសូត្របានមានរិទ្ធអញ្ចឹងមុននឹងចូលគាថាយើងត្រូវសូត្រអ្នកមោ3ចប់សិនសូត្រអ្នកមោ3ចប់សិនទៅដើម្បីចូលមុននឹងចូលសូត្រដល់គាថាគឺយើងត្រូវសូត្រអ្នកមោ3ចប់សិនអញ្ចឹងយើងចាប់តាមសូត្រទាំងអស់គ្នាអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលយើងសូត្រអ្នកមោ3ចប់ហើយបានយើងចូលទៅដល់គាថាហ្នឹងគឺយើងសូត្រ7ចប់ហើយពេលយើងសូត្រហើយយើងផ្លុំទៅដាក់កមួនដាក់ទឹកអប់ដាក់ទឹកមុនហើយយើងយកមកលុបមុខទៅទឹកមុនសម្រាប់ទឹកអប់យើងបាញ់ទៅដាក់តាមយើងបាញ់ខ្លួនទៅហើយកមួនយើងលាបទៅលើអញ្ចើមទៅលើថ្ងាសលើអីហ្នឹងទៅអញ្ចឹងគាថាហ្នឹងគឺគេសូត្រដូចតទៅឧមសារកាអហង្សារកាឲ្យតន់ចិត្តអញសារកាអហិមមៈអញ្ចឹងម្ដងទៀតឧមសារកាអហង្សារកាឲ្យតន់ចិត្តអញសារកាអហិមមៈអញ្ចឹងម្ដងទៀតឧមសារកា
អហង្សារកាឲ្យតន់ចិត្តអញសារកាអហិមៈមៈអញ្ចឹងគេថាហ្នឹងយើងសែបសូត្រ7ចប់ពេលយើងសែបសូត្រ7ចប់ហើយយើងផ្លុំដាក់ទៅលើក្រមួនយើងដាក់ទៅលើទឹកអប់កែទៅលើទឹកអប់ទៅលើក្រមួនហ្នឹងទៅហើយយើងយកមកលាបមករៀងរាល់ថ្ងៃទៅហើយយើងសែបសូត្ររៀងរាល់ថ្ងៃទៅថ្ងៃ7ចប់ទៅជាចុងក្រោយខ្ញុំសូមអរគុណនៅលើតែបានតាមដាននៅលើ channel YouTube របស់ខ្ញុំបាទហើយក៏សូមអភ័យទោសបើសិនជាមានកន្លែងណាខុសឆ្គងឬក៏ការនិយាយស្ដីទៅអត់សូវបានល្អឬក៏ខុសឆ្គងកន្លែងណាសូមអភ័យទោសទុកជាមុនសូមអរគុណ